ក្តៅបងប្អូននៅពេលនេះអាមេរិកផ្អាកការចរចាពាណិជ្ជកម្មជាមួយនឹងថៃហើយបាទដោយដាក់សម្ពាធឲ្យក្រុងបាងកកគោរពកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងកម្ពុជាវិញបាទនោះខ្ញុំថាមែនបងប្អូនថាកុំខ្លាំងបាទជាមួយនឹង Donald Trump បាទមិនអ្នកឯងមកអួតក្អេងក្អាងអីណាចង់ឲ្យអាមេរិកគ្រប់តាមនោះបាទឥឡូវនេះគឺអាមេរិកគឺដាក់សម្ពាធហើយបាទតែថៃមិនគោរពតាមកិច្ចព្រមព្រៀងដែលបានចរចាគ្នាបានចុះហត្ថលេខានៅទីក្រុងកាឡាឡាំពួរប្រទេសម៉ាឡេស៊ីហ្នឹងគឺDonald Trump គាត់នឹងធ្វើការផ្អាកការចរចាពាណិជ្ជកម្មជាមួយបាទដាក់សម្ពាធឲ្យថៃហ្នឹងគឺគោរពកិច្ចព្រមព្រៀងសន្តិភាពបាទឲ្យតតបាន 100% បាទអញ្ចឹងបានហៅថាអាមេរិកមិនមែនមហាអំណាចលេខ1ទាំងមូលឲ្យអ្នកឯងមកគម្រាមបានតាមចិត្តទេបាទស្អីគេហ្នឹងថៃហ្នឹងស្អីគេគម្រាមបានតែកម្ពុជាទេបាទជាមួយអាមេរិកគឺទៅអត់រួចទេបងប្អូនណាបាទនេះបើយោងតាមសារព័ត៌មានរបស់ថៃបាទ GMO Online បាទនៅថ្ងៃសៅរ៍ទី15ខែវិច្ឆិកាឆ្នាំ2015នេះគឺក្រសួងការបរទេសថៃបានប្រកាសថាសហរដ្ឋអាមេរិកបានផ្អាកជាបណ្ដោះអាសន្ននៅកិច្ចចរចាពាណិជ្ជកម្មបាទទ្វេភាគីរហូតតែទីក្រុងបាងកកបដិញ្ញាចិត្តឡើងវិញចំពោះសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពជាមួយនឹងកម្ពុជាដែលជាសកម្មភាពមួយដែលមន្ត្រីថៃបានពណ៌នាថាជាការខកចិត្តនិងមិនតាក់ទងទៅនឹងភាពតានតឹងតាមព្រំដែនដែលកំពុងតែបន្តនោះទេអ្នកនាំពាក្យក្រសួងការបរទេសថៃបាននិយាយថាប្រទេសថៃត្រូវបានជួលដំណឹងដោយតំណាងរោងពាណិជ្ជកម្មសហរដ្ឋអាមេរិកថាទីក្រុងវ៉ាស៊ីនតោននឹងផ្អាកជាបណ្ដោះអាសន្ននៅកិច្ចចរចាលើសេចក្តីព្រៀងនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្មទៅវិញទៅមកតែភាសាអង់គ្លេសហៅថា Agreement on Reciprocal Trade Framework បាទរហូតតតែប្រទេសថៃហ្នឹងគឺបញ្ជាក់ថាខ្លួននឹងប្រកាន់ខ្ជាប់យ៉ាងពេញលេញចំពោះសេចក្តីថ្លែងការណ៍រួមនោះអញ្ចឹងអាមេរិកលេងវិញហើយបងប្អូនបាទមិនចេះតែឲ្យគេគម្រាមបានតាមចិត្តទេបាទមហាអំណាចលេខ1ទាំងមូលបងប្អូនណាបាទឲ្យថៃកពិកកពុកមកគម្រាមគឺទៅមិនរួចទេបាទខ្ញុំបាននិយាយពីដើមហើយបងប្អូនហើយអ្នកនាំពាក្យក្រសួងការបរទេសថៃបាននិយាយបន្តទៀតថាប្រទេសថៃបានសម្ដែងការខកចិត្តចំពោះការសម្រេចចិត្តនេះដោយសង្កត់ធ្ងន់ថាបញ្ហាសន្តិសុខថៃកម្ពុជាមិនគួរត្រូវបានលាយឡំជាមួយនឹងពាណិជ្ជកម្មថៃអាមេរិកនោះទេដែលផ្ដល់ផលប្រយោជន៍ដល់ភាគីទាំងពីរនោះបាទនិយាយបន្ពាក់ព័ន្ធល្មិចបាទរឿងសន្តិសុខរឿងសង្គ្រាមគឺជារឿងរបស់ពិភពលោកទាំងមូលបាទបើពិភពលោកទាំងមូលគឺអត់មានសន្តិភាពទេគឺពិបាកនៅក្នុងការរស់នៅណាបាទពិបាកនៅក្នុងការធ្វើពាណិជ្ជកម្មជាមួយគ្នាណាអញ្ចឹងគឺអត់មានអ្នកឯងមកនិយាយថារឿងព្រំដែនកម្ពុជាថៃវាជារឿងផ្សេងហើយពាណិជ្ជកម្មថៃអាមេរិកហ្នឹងគឺជារឿងផ្សឹងទេបាទគឺអត់ត្រូវទេគឺប្រទេសទាំងអស់ដែលរស់នៅលើផែនដីនេះគឺមានការទំនាក់ទំនងពាណិជ្ជកម្មជាមួយគ្នាទៅវិញទៅមកបាទស្ទើរតែគ្រប់ប្រទេសទាំងអស់នៅលើពិភពលោកបាទជាពិសេសហ្នឹងគឺអាមេរិកហ្នឹងគឺជាបងធំទី1របស់ពិភពលោកដែលធ្វើពាណិជ្ជកម្មជាមួយនឹងគ្រប់បណ្ដាប្រទេសទាំងអស់នៅលើពិភពលោកតែម្ដងបាទអញ្ចឹងតែមានបញ្ហាជាមួយនឹងកម្ពុជាបញ្ហាជាមួយនឹងប្រទេសផ្សេងទៀតគឺវាតាក់ទងហើយជាមួយនឹងអាមេរិកអញ្ចឹងអាមេរិកគាត់ចង់ឲ្យប្រទេសទាំងអស់នៅលើពិភពលោកគឺមានសន្តិភាពជាមួយគ្នាបាទអញ្ចឹងបងប្អូនជួយរួម share ចែករំលែកនៅវីដេអូនេះម្នាក់មួយហើយកុំភ្លេចចុច follow បាទ account TikTok របស់ខ្ញុំបាទបន្តទៀតបាទអរគុណច្រើន